កម្លាំងនគរបាលស្រុកកោះធំបានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបមុខសញ្ញាប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងព្រៃបឹងបាក់ស្នរដោយឃាត់ខ្លួនបានជនសង្ស័យចំនួន4នាក់ក្នុងចំណោមបកពួកចំនួន8នាក់ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង 16:40 នាទីថ្ងៃទី18 ខែមេសាឆ្នាំ2026ស្ថិតនៅក្នុងភូមិលពីអតងឃុំកំពង់កុងស្រុកកកោះធំខេត្តកណ្ដាលសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង4នាក់នឹងមានផ្ទុកសារធាតុញៀនក្នុងទឹកនោមរួមមានឈ្មោះសាយពិសីភេទប្រុសអាយុ16ឆ្នាំទី2ឈ្មោះមិត្តភូមិរាភេទប្រុសអាយុ16ឆ្នាំទី3មានឈ្មោះមឿនឆប័នភេទប្រុសអាយុ33ឆ្នាំនិងទី4មានឈ្មោះថាម៉ូគុន្ធាភេទស្រីអាយុ16ឆ្នាំជាអ្នកលក់គ្រឿងញៀនជាមួយនឹងសង្សារចំណែកបកពួក4នាក់ផ្សេងទៀតដែលបានរត់គេចខ្លួនរួមមានឈ្មោះថុលវិបុលភេទប្រុសអាយុ19ឆ្នាំដែលត្រូវជាមេខ្លោងលក់ថ្នាំញៀននិងជាសង្សាររបស់ឈ្មោះម៉ូគុន្ធាព្រមទាំងបកពួក3នាក់ទៀតមានឈ្មោះខឹមរស្មីឈ្មោះអានភិរមនិងឈ្មោះអឿនអានក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានចិញ្ចីងថ្លឹងថ្នាំញៀនមួយគ្រឿងថង់វេចខ្ចប់និងឧបករណ៍សម្រាប់ជក់មួយចំនួនធំម៉ូតូចំនួន1គ្រឿងទូរស័ព្ទចំនួន2គ្រឿងចម្រៀមកៅស៊ូចំនួន1ដើមនិងសម្ភារៈមួយចំនួនផ្សេងទៀតប្រពន្ធដដែលបានបន្តថាមុនពេលឈានដល់ការបង្ក្រាបកម្លាំងសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពលក់និងចែកចាយថ្នាំញៀននៅចំណុចព្រៃខាងលើភ្លាមៗនោះកម្លាំងជំនាញស្រុកបានសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលចុះទៅដល់ទីតាំងក៏ប្រទះឃើញជនសង្ស័យកំពុងតែប្រមូលផ្តុំគ្នាគ្រាន់តែឃើញសមត្ថកិច្ចភ្លាមជនសង្ស័យបានបំបែកហ្វូងរត់គេចខ្លួនតែសមត្ថកិច្ចបានដេញតាមឃាត់ខ្លួនបានចំនួន4នាក់ខណៈ4នាក់ទៀតបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុតាងទៅនឹងកន្លែងកើតហេតុនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះម៉ូគុន្ធាបានសារភាពថាខ្លួននឹងសង្ស័យឈ្មោះថុលវិបុលពិតជាបានធ្វើសកម្មភាពលួចចែកចាយថ្នាំញៀនប្រកបមែនដោយវត្ថុតាងជញ្ជីងនិងថង់វេចខ្ចប់គឺជាឧបករណ៍របស់សង្សារខ្លួនចំណែកជនសង្ស័យ3នាក់ផ្សេងទៀតបានសារភាពថាពួកគាត់ពិតជាបានមកទិញថ្នាំញៀនពីអ្នកទាំងពីរដើម្បីប្រើប្រាស់ប្រកបមែនបច្ចុប្បន្នជនសង្ស័យទាំង4នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីកសាងសំណុំរឿងចាត់ទៅតាមនីតិវិធីច្បាប់គណៈសមត្ថកិច្ចកំពុងតែតាមប្រមាញ់មេខ្លោងនិងបកពួកដែលនៅសេសសល់